លំហាត់ចូលអានរឿងព្រះថោងនាងនាគរួចរកតួអង្គនឹងកាលអាកាសកាលពីព្រេងនាយមានឈ្មោះសំពៅជនជាតិឥណ្ឌាម្នាក់នាមព្រះថោងបានមកធ្វើចំនួននៅសមុទ្រខាងត្បូងយប់មួយព្រះថោងបោះពលរេចូលចតសម្រាកនៅកោះមួយកោះនេះជាកន្លែងដែលនាងនាគតែងកាឡាខ្លួនជាស្រីក្រមុំដ៏ស្អាតនាំអ្នកកំដរមកលេងទឹកជារៀងរាល់យប់ព្រះថោងឃើញនាងនាគក៏កើតក្តីស្រឡាញ់អ្នកទាំងពីរមានទឹកចិត្តស្នេហាគ្នាទៅវិញទៅមកស្ដេចនាគទ្រង់ជ្រាបក៏យាងមកកោះនោះហើយរៀបអភិសេកបុត្រទាំងពីរតាមប្រពៃណីក្រោយមកព្រះថោងចង់ទៅស្គាល់ឋានភុជង្គនាគតែទ្រង់ពុំចេះជ្រែកទឹកជ្រែកដីសោះនាងនាគក៏ឲ្យព្រះថោងតោងកន្ទុយមកជ្រែកទឹកជ្រែកដីបានទៅដល់ឋានភុជង្គនាគដូចប្រាថ្នា